នេះគឺជាចំណុចសំខាន់ទាំងពីរដែលខ្ញុំបានសិក្សាតែខ្លួនឯងផ្ទាល់ជាសិល្បករហើយអ្នកនរអគ្នាបើសិនជាអ្នកសិល្បករអ្នកនរអគ្នាគួរតែស្ដាប់ទី1នៅក្នុងសម័យនេះឆ្នាំ2026មកដល់ហើយអ្នកនរអគ្នា social media ប្រព័ន្ធផ្សព្វផ្សាយសង្គមគឺជាឆាកសម្រាប់សិល្បករទាំងអស់គ្នាបើសិនជាអ្នកនរអគ្នាអត់បង្ហាញខ្លួនអ្នកនរអគ្នាអត់បង្ហាញការងាររបស់គ្នាទេនៅលើពិភពលោកនេះអត់មានអ្នកណាគេដឹងថាមានវត្តមានយើងជាសិល្បករនៅលើផែនដីនេះបង្កើតសិល្បៈដ៏ល្អមួយនេះទេទី2បទចម្រៀងចាស់របស់យើងគឺនៅតែជាបទចម្រៀងថ្មីសម្រាប់តែអ្នកស្ដាប់ថ្មីឬក៏ជា fan ថ្មីរបស់យើងអ្នកនរអគ្នាអត់ដឹងទេថាប្រហែលជាពេលខ្លះថ្ងៃនេះបទចម្រៀងរបស់យើងចាស់អ្នកស្ដាប់ថ្មីដែលគេកំពុងចុចស្ដាប់ឥឡូវនេះយើងក៏អត់ដឹងដែរអញ្ចឹងព្យាយាម share យកសិល្បៈរបស់អ្នកនរគ្នាបានច្រើនទី3ភាពជាប់លាប់គឺអាចយកឈ្នះសមត្ថភាពដែលអ្នកមានដងពីកំណើតកន្លែងនេះមានន័យថាអ្នកដែលមានទេពកោសល្យខ្លះគឺគាត់អត់បានព្យាយាមប្រើប្រាស់សមត្ថភាពរបស់គាត់ដុសខាត់រាល់ថ្ងៃឬក៏វឹកហាត់បង្កើនសមត្ថភាពរបស់គាត់ទេប៉ុន្តែបើសិនជាយើងអ្នកអត់មានសមត្ថភាពអត់មានទេពកោសល្យយើងប្រើប្រាស់ភាពជាប់លាប់របស់យើងបង្កើតចំណេះដឹងយើងបង្កើតសមត្ថភាពរបស់យើងរាល់ថ្ងៃយើងខិតខំប្រឹងប្រែងជាប់លាប់អត់មានថ្ងៃណាដែលយើងបោះបង់ចោលអញ្ចឹងយើងនឹងអាចឈ្នះតែមានទេពកោសល្យបានហើយសម្រាប់ទី4វិញគ្មានអ្នកណាម្នាក់ជំពាក់យើងក្នុងការគ្រប់គ្រងយើងទេកន្លែងនេះមានន័យថាការគ្រប់គ្រងគឺកសាងឡើងទៅតាមពេលវេលាតម្លៃរបស់ខ្លួនយើងនិងការទំនាក់ទំនងជាមួយមនុស្សជុំវិញទូទៅនៅក្នុងសង្គមមិនថាអ្នកនៅក្នុង industry យើងឬក៏ក្រៅ industry យើងទេគឺការបង្កើត connection ជាពិសេសក្នុងការ build fan base របស់យើងឬក៏ការ support របស់យើងទី5ការរីកចម្រើនអត់អាចមើលឃើញនៅពេលដំបូងទេហើយភាពស្ងៀមស្ងាត់ដែលអ្នកនរគ្នាកំពុងខប់ផឹងប្រែងរាល់ថ្ងៃអត់ទាន់ឃើញហិតផលផ្កាឲ្យក៏មិនមែនមានន័យថាខ្លួនយើងអត់អភិវឌ្ឍខ្លួនទៅមុខដែរ6សំឡេង sound និង style គឺជាអត្តសញ្ញាណរបស់យើងជាសិល្បករអ្នកនរគ្នាខ្ញុំប្រាប់មួយថាកុំតាម trend កុំតាមចាប់អ្វីដែលកំពុងល្បីនៅលើ social media ស្គាល់អំពីខ្លួនឯងស្គាល់អំពី color ឬក៏ style របស់ខ្លួនឯងពីព្រោះអីភាពដែល unique របស់យើង uniqueness របស់យើងភាពដែលមានតែមួយរបស់យើង style របស់យើងគឺអត់មានអ្នកណាបង្កើតទេគឺមានតែខ្លួនយើងអញ្ចឹងបើសិនជាយើង stay true យើងនៅជាប់ជាមួយនឹង color style របស់យើងមានន័យថាយើងគឺជា artist មួយដែលស្គាល់ពីខ្លួនឯងស្គាល់ពី color ខ្លួនឯងយល់ពីខ្លួនឯងអញ្ចឹងអត់មានអ្នកណាគេយកអត្តសញ្ញាណហ្នឹងចេញពីយើងបានទេហើយវាគឺជារបស់មួយដែលធ្វើឲ្យយើងលេចធ្លោនៅក្នុង industry ជាយើងមិនមែនព្យាយាមធ្វើជាគេយើងធ្វើជាយើងទី7ការបដិសេធគឺជាដំណើរជីវិតរបស់ពួកយើងម្នាក់ៗមិនថាអ្នកនរគ្នាឬក៏ខ្ញុំស្ថិតនៅក្នុង industry ឬក៏ការងារទេការបដិសេធតែមានចូលមកក្នុងជីវិតរបស់ពួកយើងប៉ុន្តែអ្នកនរគ្នាកុំបោះបង់ចោលហើយកុំបាក់ទឹកចិត្តការបដិសេធគឺវាជំរុញទឹកចិត្តយើងហើយនឹងបានសិក្សាអំពីអ្វីដែលយើងខុសឬក៏ត្រូវអញ្ចឹងយើងអភិវឌ្ឍខ្លួនទៅមុខទៀតរាល់ការនិយាយថាទេមិនមែនមានថាសិតតែអត់ល្អទេគឺវាបានបរៀនយើងនៅអ្វីថ្មីទី8ចំនួន like share នៅលើ social media អ្វីដែលយើងឃើញរាល់ថ្ងៃនេះគឺវាអាចកំណត់ជោគជតាវាសនាឬក៏សមត្ថភាពរបស់យើងជាសិល្បករបានទេទី9បើសិនជាអ្នកគ្នាមានអារម្មណ៍ថាគេជ្រិញយើងឬក៏យើងជ្រិញខ្លួនឯងនៅពេលដែលយើងធ្វើការងាររបស់យើងកំពុងធ្វើមានន័យថាអ្នកនរគ្នាកំពុងអភិវឌ្ឍខ្លួននិងរីកចម្រើនទៅមុខហើយដោយសារអីនៅពេលណាដែលយើងអត់មាន feel comfortable សម្រាប់ខ្លួនឯងយើងមានអារម្មណ៍ថាយើង cringe យើងដូចថាអត់ចូលចិត្តអ្វីដែលខ្លួនឯងធ្វើអានឹងមានន័យថាយើងកំពុងចេញពីតំបន់ដែលស្នុកសុខស្រួលរបស់យើង comfort zone ហើយបើសិនជាយើងនៅតែកន្លែង comfort zone យើងដដែលយើងនៅតែធ្វើអ្វីដែល repeat ដដែលអញ្ចឹងតែបើយើងធ្វើអីខុសពីអ្វីដែលយើងធ្វើយើងអត់ធ្លាប់ធ្វើពីមុនទេយើងមើលខ្លួនឯងថាចុះមកអញធ្វើនេះដូចអត់តំណងទៅដូចឆ្កងមក that's mean យើង learn something យើង grow something ដែលយើងអត់ធ្លាប់ធ្វើពីមុនដោយសារគូក្បាលយើង brand របស់យើងគឺវា trick ឲ្យយើងរកតែរឿងណា comfortable ទេនៅពេលដែលយើងធ្វើរឿងខុសតែពីដែលយើងធ្លាប់ធ្វើវាធ្វើយើងមានអារម្មណ៍ថាយើងអត់ពេញចិត្តប៉ុន្តែតែគិតថាហ្នឹងគឺវាជាផ្លូវមួយនាំឲ្យយើងអភិវឌ្ឍខ្លួនទៅមុខទៀតទោះបីជាអ្នកដទៃមើលមកអត់ពេញចិត្តអ្នកដទៃមើលមកខ្ពើមឬក៏ឆ្អើមយើងឬក៏អត់ចូលចិត្តយើងឬក៏អ្វីដែលគេមើលមក cringe គេអត់ចូលចិត្តយើងកុំខ្វល់ we only live one into this world យើងមានជីវិតរស់លើមួយក្នុងផែនដីនេះធ្វើអ្វីអ្នកនរគ្នាចង់ធ្វើឲ្យហើយអ្នកដែលគេចាំវិនិច្ឆ័យយើងគេអត់បានផ្ដល់កម្លាំងចិត្តអត់បានមកជួយយើងនៅក្នុងជីវិតរបស់យើងដំណើរជីវិតរបស់អ្នកគឺជាអ្នករ៉ាប់រងហើយខ្ញុំចង់ប្រាប់អ្នកនរគ្នាមួយទៀតថាអត់មាននរណាគេខ្វល់លើជីវិតយើងជាជាងយើងខ្វល់ជីវិតលើខ្លួនឯងម្នាក់នៅក្នុងពិភពលោកនេះគេរវល់ការងារគេតាគេរវល់ចាប់ក្តីសម័យរបស់គេធ្វើអីរៀងខ្លួនរបស់គេអញ្ចឹងកុំយកពេលគិតពីអ្នកដទៃច្រើនពេកសម្រាប់ទី10វិញភាពល្អឥតខ្ចោះនិងសម្រាប់ការរីកចម្រើនរបស់អ្នកទាំងអស់គ្នាកន្លែងនេះគឺខ្ញុំតែងតែនិយាយប្រាប់អ្នកទាំងអស់គ្នាឯងមិនថាបងប្អូនឬក៏អ្នកណាគេដែលស្គាល់ខ្ញុំមិនថាជីវិតនៅខាងក្រៅទេខ្ញុំតែងតែប្រាប់ថាជីវិតរបស់យើងកុំព្យាយាមចង់បាន perfect ពេកពេលដែលយើងចង់បាន perfect នៅពេលដែលយើងចង់បានតែល្អឥតខ្ចោះយើងនឹងបង្អាក់ការរីកចម្រើនខ្លួនឯងយើងនឹងបង្អាក់ភាពការអភិវឌ្ឍខ្លួនសមត្ថភាពរបស់ខ្លួនឯងដោយសារយើងព្យាយាមតាមចាប់តែអ្វីដែលជាភាពល្អឥតខ្ចោះមិនថាជាសិល្បករចម្រៀងគំនូរមិនថាអ្នកនរគ្នាធ្វើការក៏ដោយបើអ្នកនរគ្នាគិតថាអ្នកនរគ្នាចង់ចាប់យកតែភាពល្អខ្ចោះអ្នកនរគ្នាអត់មានពេលវេលាទៅកាន់មុខទៀតអ្នកនរគ្នាអត់មានពេលវេលាអភិវឌ្ឍខ្លួនឬក៏សិក្សាអ្វីថ្មីដោយសារយើងគិតថាយើងចង់បាននឹងល្អហើយបានយើងទៅរៀនមួយទៀតតែខ្ញុំចង់ប្រាប់អ្នកនរគ្នាថាការអភិវឌ្ឍខ្លួនគឺទៅតាមអ្វីដែលយើង movement របស់យើងពេលវេលានៅពេលដែលយើងបានឆ្លងកាត់នៅពេលដែលយើងបានរៀនបានសូត្រនៅពេលយើងធ្វើបទនឹងចប់មួយបទយើងមានអារម្មណ៍ថាអូយបទនឹងអត់ល្អហើយប៉ុន្តែអ្នកនរគ្នាត្រូវតែចេញបទនឹងយើងកុំទុកនៅពេលដែលយើងទុកវាធ្វើឲ្យយើងនឹង
ការអភិវឌ្ឍខ្លួនមុខទៀតដូចខ្ញុំនិយាយចឹងនៅពេលដែលយើង release បទហ្នឹងយើងចេញបទហ្នឹងទៅយើងមានពេលវេលាសម្រាប់យកមកស្ដាប់ខ្ញុំខុសកន្លែងនេះខ្ញុំអាចរៀនសូត្រពីវាកន្លែងនេះចឹងខ្ញុំយកមកកែចឹងពេលវេលាគឺវាបង្រៀនឲ្យយើងការអភិវឌ្ឍខ្លួនទៅមុខទៀតសម្រាប់ទី11វិញកត់ត្រារាល់ដំណើរជីវិតរបស់យើងជាសិល្បករមិនថាអ្នកនរគ្នា record ភ្លេងធ្វើនេះធ្វើនោះដែលតាក់ទងជាមួយនឹងការងារភ្លេងរបស់យើង record វា post វាទៅលើ social media របស់យើងអ្នកនរគ្នាដឹងទេថាមនុស្សនៅលើ social media អ្នកដែល follow យើងគេចង់មើលពីសកម្មភាពរបស់យើង in real time in real shit អញ្ចឹងកុំចាំតែគ្រប់យ៉ាង ready កុំចាំតែគ្រប់យ៉ាងរួចរាល់បានយើងចាប់ផ្ដើមធ្វើអ្វីយើងចង់ធ្វើក៏ពេលដែលអ្នកធ្វើភ្លេងនឹង record អង្គគ្នាកំពុងចាក់ភ្លេង record សកម្មភាពដោយសារអ្នកនៅលើប្រព័ន្ធសង្គមគេចង់មើលពី real time របស់យើងពេលវេលាជាក់ស្ដែងថាយើងកំពុងធ្វើអីគេពេលខ្លះអ្នកអង្គគ្នាត្រូវដឹងថាគេអត់ចង់ឃើញយើងនៅលើឆាកធំនៅពេលដែលយើងនៅលើឆាកឯងយើងចង់ឲ្យគេឃើញនៅពេលដែល real time របស់យើង work hard យើងធ្វើនេះធ្វើនោះអានេះគឺជារបៀបមួយដែលយើង connect មួយ fan យើងហើយមនុស្សគ្រប់គ្នាគេចង់ដឹងគេចង់ឃើញអំពីដំណើរជីវិតរបស់យើងនៅពេលដែលយើងកំពុងធ្វើវាហើយនេះគឺជាចំណុចទី12ដែលខ្ញុំចង់ចែកជូនអ្នកនរគ្នាគឺជាចំណុចសំខាន់នោះគឺជឿជាក់នៅលើខ្លួនឯងជឿជាក់នៅអ្វីដែលខ្លួនឯងកំពុងធ្វើជឿជាក់លើសមត្ថភាពខ្លួនឯងជឿជាក់នៅ color sound style ដែលយើងកំពុងធ្វើនៅលើ track របស់យើងនៅលើ genre របស់យើងកុំចាំបាច់ទៅសុំវល់អ្នកណាគេឲ្យមកគ្រប់គ្រងឬក៏ស្រឡាញ់សិល្បៈរបស់យើងឬក៏តន្ត្រីរបស់យើងបើសិនជាយើងខ្លាំងយើងស្គាល់ពីសមត្ថភាពខ្លួនឯងយើងដឹងតម្លៃរបស់ខ្លួនឯងអ្នកដទៃគេនឹងមករកយើងខ្លួនឯងគេនឹងមកស្ដាប់ជំនាញយើងខ្លួនឯងជាដំបូងយើងត្រូវស្គាល់ខ្លួនឯងយើងជឿជាក់ខ្លួនឯងសិនបើសិនជាយើងអត់ជឿជាក់លើខ្លួនឯងទេតើមានអ្នកណាគេមកជឿជាក់យើងអរគុណអ្នកនរគ្នាសម្រាប់ការតាមដានវីដេអូ